រីសាជាថ្មីជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំលើកយកសុភាសិតមួយទៀតគឺធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយប្រហែលជាបងប្អូនក៏ដូចជាអ្នកតាមដានធ្លាប់ឮហើយសុភាសិតនេះតើគេចង់និយាយពីអ្វីកុំឲ្យខាតពេលយូរតាមដានជាមួយខ្ញុំទាំងអស់គ្នាដើម្បីទទួលបាននៅមេរៀនក៏ដូចជាវីដេអូបន្ថែមបងប្អូនគ្រាន់តែចុច follow ឬ subscribe ទៅរួចជាការស្រេចឥឡូវនេះខ្ញុំសូមបញ្យល់មួយធ្វើស្រែនឹងទឹកបាទហេតុអីបានគេថាធ្វើស្រែនឹងទឹកនៅពេលយើងធ្វើស្រែគឺយើងអត់មានទឹកគឺអត់មានផលទេភាសាអីទឹកគឺជាប្រភពនៃការបង្កបង្កើនផលការធ្វើស្រែត្រូវតែមានប្រភពទឹកនៅក្បែរយើងមិនអាចធ្វើស្រែពឹងផ្អែកទៅលើមេឃឬក៏ធម្មជាតិទាំងស្រុងទេក្នុងសម័យបច្ចុប្បន្ននេះឬសម័យណាក៏ដោយយើងត្រូវរៀបចំប្រព័ន្ធទឹកឲ្យបានច្រើនព្រោះអីទឹកអាចនឹងខ្វះខាតនៅខែប្រាំងការរៀបចំប្រព័ន្ធទឹកនេះគឺសំខាន់មែនទែនគេហៅថាប្រព័ន្ធធារាសាស្ត្រគឺយើងត្រូវចេះរៀបចំប្រព័ន្ធទឹកឲ្យបានត្រឹមត្រូវទោះបីជាខែប្រាំងក៏យើងមានទឹកប្រើដែរហើយយើងអាចធ្វើស្រែបាន2ដងក្នុងមួយឆ្នាំឬ3ដងក៏ថាបានព្រោះអីគឺមានទឹកហើយនេះហើយទៅពពកបរិបខ្មែរយើងលើកឡើងថាធ្វើស្រែនឹងទឹកបែបហ្នឹងក្នុងបំណងអីគឺក្នុងបំណងដើម្បីឲ្យយើងចេះរៀបចំផែនការបានច្បាស់លាស់កុំឲ្យពឹងទៅលើព្រិញសំណាងពេកហើយនៅពេលដែលយើងធ្វើស្រែបានផលច្រើនគឺយើងសប្បាយចិត្តណាស់ហើយក៏ជាផ្នែកមួយដែលធ្វើឲ្យប្រជាជនយើងនឹងមានចំណូលរួចផុតពីភាពក្រីក្រផងដែរនឹងអាចផលិតជាស្បៀងសម្រាប់ជួយដល់ប្រទេសជាតិឬក៏ប្រជាជនឬអាចនាំចេញទៅក្រៅប្រទេសទៀតផងជាដឹងហើយថាប្រទេសយើងគឺជាប្រទេសកសិកម្មមួយទៀតគឺធ្វើសឹកនឹងបាយធ្វើសឹកមានថាការធ្វើសង្គ្រាមការប្រយុទ្ធទោះបីជាយើងមានយុទ្ធសាស្ត្រល្អមានអាវុធទំនើបតែបើសិនជាស្បៀងអាហារយើងមិនគ្រប់ក៏មិនអាចឈ្នះសត្រូវបានដែរដូច្នេះយើងត្រូវរៀបចំស្បៀងអាហារបានគ្រប់គ្រាន់យ៉ាងហោចណាស់ក៏យើងមានបាយហូបសម្រាប់ដាំនៅពេលដែលយើងទៅធ្វើសង្គ្រាមដែរបើសិនជាដាច់ស្បៀងហើយឬក៏ដាច់បាយហើយអ្វីគ្រប់យ៉ាងក៏ចប់ដែរនឹងត្រូវចាញ់សត្រូវតែម្ដងជារួមមកសុភាសិតទាំងមូលចង់បង្ហាញថាយើងធ្វើអ្វីក៏ដោយត្រូវមានផែនការបានច្បាស់លាស់រៀបចំប្រព័ន្ធធារាសាស្ត្របានត្រឹមត្រូវដើម្បីលើកមុខមាត់ប្រទេសជាតិយើងឲ្យក្លាយទៅជាប្រទេសដែលមានការនាំចេញអង្ករឬក៏ជាប្រទេសដែលមានសក្តានុពលមួយនៅក្នុងតំបន់ដើម្បីរួមចំណែកក្នុងការកសាងសង្គមមួយឲ្យកាន់តែរីកចម្រើនទៅមុខទៀតអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ត្រង់ប្រការណាមួយនោះអាច comment នៅខាងក្រោមវីដេអូនេះបានសម្រាប់បងប្អូនឬក៏អ្នកចូលរួមដែលមានបំណងចង់រៀនវគ្គបណ្ដុះបណ្ដាលខ្លីនៅថ្ងៃ22ខែកុម្ភៈឆ្នាំ2026នេះដែលខ្ញុំនឹងបរៀននៅម៉ោង5ល្ងាចបងប្អូនគ្រាន់តែ join Telegram group ទៅពេលដល់ម៉ោងខ្ញុំនឹងលាក់លេងចូលរៀនតាម Google Meet ទៅពេលរៀនចប់ខ្ញុំនឹងផ្ញើមេរៀនចូលទៅក្នុងក្រុមតែម្ដងងាយស្រួលអរគុណច្រើនសម្រាប់ការតាមដាន